សូមគោរពនឹងជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាជាពិសេសអតិថិជនរបស់ហាងលក់ម៉ូតូ Honda កែឆរយុទ្ធថ្ងៃនេះដែរនាងខ្ញុំសូមធ្វើការណែនាំអំពីអត្ថប្រយោជន៍របស់ខ្សែពីនពុកម៉ែបងប្អូនប្រកាសជាបានជ្រាបច្បាស់ហើយថាខ្សែពីនរបស់ម៉ូតូពិតជាមានតួនាទីសំខាន់ខ្លាំងណាស់សម្រាប់ការបើកបរខ្សែពីនគឺជាគ្រឿងបង្គុំសម្រាប់បញ្ជូនចលនារបស់ម៉ូតូមានតួនាទីសំខាន់សម្រាប់បញ្ជូនកម្លាំងពីម៉ាស៊ីនទៅកាន់កង់ក្រោយដើម្បីឲ្យមានចលនាទៅមុខការត្រួតពិនិត្យត្រូវធ្វើឡើងរៀងរាល់ 12000 គីឡូម៉ែត្រឬស្មើនឹង1ឆ្នាំនិងធ្វើការផ្លាស់ប្ដូររៀងរាល់ 24000 គីឡូម៉ែត្រឬស្មើនឹង2ឆ្នាំប្រសិនបើលោកអ្នកជិះម៉ូតូដែលមិនបានត្រួតពិនិត្យនិងធ្វើការផ្លាស់ប្ដូរតាមការកំណត់ឬខ្សែពីនខូចឬគ្មានគុណភាពនឹងបណ្ដាលឲ្យល្បឿនម៉ូតូបើកយឺតជាងធម្មតានេះមកពីខ្សែពីនសឹកម៉ូតូស៊ីសាំងច្រើនជាងមុនខ្សែពីនដាច់ដោយមានស្នាមប្រេះដែលអាចបណ្ដាលឲ្យមានគ្រោះថ្នាក់ជាយថាហេតុក្នុងកំឡុងពេលបើកបរសម្រាប់ការត្រួតពិនិត្យនិងផ្លាស់ប្ដូរខ្សែពីនគឺចាំបាច់ត្រូវការជាងដែលមានជំនាញច្បាស់លាស់ត្រឹមត្រូវនិងមានឧបករណ៍គ្រប់គ្រាន់អាស្រ័យហេតុនេះសូមពុកម៉ែបងប្អូនយកម៉ូតូទៅផ្លាស់ប្ដូរនិងត្រួតពិនិត្យខ្សែពីននៅសាខា Honda ទូទាំងប្រទេសដែលនៅជិតលោកអ្នកឬអាចយកមកហាងលក់ម៉ូតូ Honda កែឆរយុទ្ធប្រចាំខេត្តស្វាយរៀងហាងរបស់យើងខ្ញុំក៏មានលក់នៅគ្រឿងបន្លាស់ Honda ដែលមានគុណភាពល្អនាំចូលពីក្រុមហ៊ុន laptop ផងដែរសម្រាប់ពុកម៉ែបងប្អូនដែលចង់ជាយកទៅលក់បន្តពុកម៉ែបងប្អូនទាំងអស់គ្នាអាចអញ្ជើញមកហាងរបស់យើងខ្ញុំដោយផ្ទាល់ឬធ្វើការទាក់ទងតាមរយៈលេខទូរស័ព្ទដែលមានបង្ហាញនៅក្នុងវីដេអូបើបងប្អូនពេញចិត្តវីដេអូមួយនេះសូមកុំភ្លេចចុច like និង share ដើម្បីទទួលបានវីដេអូថ្មីៗសូមអរគុណសូមគោរពលា